តែសនិកជនជាទីមេត្រីរកគឺផ្ដល់ឲ្យមិនមែនគ្រាន់តែទទួលសម្រាប់ខ្លួនឯងទេដោយសារតែគំនិតនោះបងស្រីលេធីងប់ម៉ៃនៅឃុំលិចហុយធឹងបានបន្តដំណើរស្ម័គ្រចិត្តរបស់គាត់ដោយស្ងប់ស្ងាត់និងខ្ជាប់ខ្ជួនអស់រយៈពេល10ឆ្នាំមកហើយការតបភ្ជាប់សេចក្តីស្រឡាញ់ការរួមដំណើរជាមួយអ្នកជំងឺខ្សោយតម្រងទឹកមាត់គឺជាកម្មវិធីដ៏មានអត្ថន័យមួយដែលគាត់បានអនុវត្តដើម្បីចែករំលែកជាមួយអ្នកជំងឺកំពុងប្រឆាំងនឹងជំងឺតម្រងនោមនិងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យពហុរោគសត្វត្រាំងអស់រយៈពេលជាង2ឆ្នាំមករកឃើញជំងឺកាលអាយុ18ឆ្នាំរយៈពេល3ឆ្នាំកន្លងប្អូនលំផាបនៅឃុំកេសាត់តែងលាងឈាមជាប្រចាំនៅមន្ទីរពេទ្យពហុព្យាបាលសត្វត្រាំងក្នុងវ័យស្រស់ស្អាតបំផុតនៃជីវិតនៅពេលដែលមិត្តភ័ក្តិចាប់ផ្ដើមសម្រេចក្តីសុបិននិងសម្រេចក្តីប្រាថ្នាតែហ្វាបបែរជាស្ថិតក្នុងពេលចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងជំងឺបច្ចុប្បន្នមួយសប្តាហ៍ត្រូវទៅមន្ទីរពេទ្យលាងឈាម3ដងដោយការជំនួយនិងលើកទឹកចិត្តរបស់បងស្រីម៉ៃបានជួយប្អូនមានបន្ថែមទំនុកចិត្តនិងឆន្ទៈកាន់តែរឹងមាំដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះរាល់ថ្ងៃ Em có duyên em gặp được cô Mai. Nhưng miên nị sai ban chuột miên Mai. Nơi bé miên đã chun bật to đài mình nè, nhưng ban chuột quạt chấm nuốt bảy đòn tiệt. Ngày ní chia lược tị buôn sầm rập nhưng pram rồi pon cứ thông nè. Ai chui nhưng thua đầm nợ từ màu non thanh áp hiệp lồng bạc nè. Nhưng bật chia đi trì nè, để ban từ tua chấm nuôi bị bong say tiếng nâng miên Mai. លំផាបជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺជាង800នាក់បានបងស្រីម៉ៃជំនួយជាង2ឆ្នាំកន្លងចាប់ពីកម្មវិធីភ្ជាប់សេចក្តីស្រឡាញ់រួមដំណើរជាមួយអ្នកជំងឺខ្សោយតម្រងមាត់ចាប់ផ្ដើមពីខែកក្កដាឆ្នាំ2023ដោយទម្រង់នៃការរាយអង្គាសមូលនិធិដើម្បីជំនួយដោយចៃដន្យដល់អ្នកជំងឺចំនួន30នាក់ដែលកំពុងទទួលការលាងឈាមនៅមន្ទីរពេទ្យរាល់ខែ អំណងពីនោះមកដល់ពេលនេះជាប្រចាំដូចនេះនៅថ្ងៃកំណត់មួយក្នុងខែបងស្រីម៉ៃនិងកូនស្រីរបស់គាត់ធ្វើដំណើរជាង30គីឡូម៉ែត្រពីផ្ទះទៅកាន់មន្ទីរពេទ្យពហុព្យាបាលសុកត្រាំងដើម្បីជូនប្រាក់ផ្ដល់ដៃឲ្យអ្នកជំងឺម្នាក់ចំនួន500ប៉ុណ្ណឹងដុំ Cách đây khoảng 3 năm. ប្រហែល3ឆ្នាំមុនម្ដាយនិងកូនបានទៅសួរសុខទុក្ខអ្នកជំងឺដើម្បីជួយឧបត្ថម្ភទៅដល់គ្រួសារមើលផ្ទាល់ស្ថានភាពករណីរងជំងឺតម្រងទឹកមាត់ទើបដឹងថាអ្នកជំងឺតម្រងទឹកមាត់មានការវេទនាយ៉ាងខ្លាំងហើយពួកគេតែងតែស្នាក់នៅក្នុងមន្ទីរពេទ្យក្រោយនេះពេញមួយជីវិតដូច្នេះម្ដាយនិងកូនស្រីមកផ្ទះវិញក៏អង្គិតថាយើងនឹងព្យាយាមជួយអ្នកជំងឺតម្រងទឹកមាត់រួមដំណើរជាមួយអ្នកកំពុងមានជំងឺតម្រងទឹកមាត់ Hiện nay tại bệnh viện Đa khoa Sóc Trăng á បច្ចុប្បន្ននៅមន្ទីរពេទ្យពហុព្យាបាលសុកត្រាំងមានអ្នកជំងឺជាង200នាក់កំពុងលាងឈាមទោះបីជាមានធានារ៉ាប់រងសុខាភិបាលបងប្រាក់ជូនក៏ដោយប៉ុន្តែអ្នកជំងឺក៏នៅតែបងដែរដោយសារតែលំបាកក្នុងការធ្វើដំណើរហូបចុកនិងអ្នកថែទាំដូច្នេះហើយអ្នកជំងឺពិតជាលំបាកខ្លាំងណាស់នៅដំណាក់កាលចុងក្រោយនេះអាស្រ័យមានកម្មវិធីភ្ជាប់សេចក្តីស្រឡាញ់រវាងក្រុមការងារសង្គមគួបផ្សំជាមួយសប្បុរសជនក្នុងនោះមានបងស្រីម៉ៃនិងប្អូនទៀងជំនួយដល់មន្ទីរពេទ្យយ៉ាងពេញទំហឹងជារៀងរាល់ខែមានបងស្រីម៉ៃនិងប្អូនទៀងមកមន្ទីរពេទ្យដើម្បីជូនប្រាក់និងអំណោយដល់អ្នកជំងឺដើម្បីលើកទឹកចិត្តអ្នកជំងឺជួយចែករំលែកការលំបាកមួយភាគណាសម្រាប់អ្នកជំងឺស្ងប់ចិត្តព្យាបាលនៅក្នុងមន្ទីរពេទ្យ ដំណើរក្នុងខែតុលាបានបញ្ចប់ម្ដាយកូនបងស្រីម៉ៃបានបន្តនិស្ស័យជាមួយអត្ថបទសំណេរនៃសេចក្តីស្រឡាញ់រួមដំណើរជាមួយអ្នកជំងឺខ្សោយតម្រងទឹកមាត់ដើម្បីត្រៀមខ្លួនសម្រាប់ខែជំនួយបន្តទៀតអត្ថបទសំណេរនីមួយៗគឺជារូបភាពនិងអារម្មណ៍ស្មោះស្ម័គ្របន្ទាប់ពីការធ្វើដំណើរម្ដងដោយក្តីសង្ឃឹមអាចតភ្ជាប់ទឹកចិត្តសប្បុរសបន្ថែមទៀតដើម្បីរួមដំណើរជាមួយអ្នកជំងឺខ្សោយតម្រងទឹកមាត់បន្តបានយូរអង្វែងហើយក្នុងដំណើរនោះការចែករំលែកនីមួយៗនឹងជួយអ្នកជំងឺកាត់បន្ថយបន្ទុកធ្ងន់មានកម្លាំងជំរុញបន្ថែមដើម្បីជំនះលើជំងឺដំកាត់និងឆ្ពោះដល់ប្រការល្អនៅខាងមុខ